សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះកូនបើមកធ្វើកំពឹសបំពងម្សៅញ៉ាំតើអញ្ចឹងងាយស្រួលមកមើលវីដេអូរបស់កូនបើដូចតទៅអញ្ចឹងនេះកំពឹសរបស់យើងលាយម្សៅដូចជាស្រេចហើយលាយម្សៅនោះពុកម៉ែបងប្អូនដាក់គ្រឿងដាក់ក្រូវផងណាដាក់អំបិលអីចឹងទៅប៊ីចេងអីចឹងទៅកុំឲ្យវាសាបភ្លឹងពេកហើយនេះយើងធ្វើការដាក់ខ្លាញ់ដាក់ខ្ទះអីចឹងទៅបន្ទាប់ពីខ្លាញ់ខ្ទះរបស់យើងនឹងវាបានក្តៅហើយយើងចាក់កំពឹសដែលយើងបានលាយម្សៅហ្នឹងដើម្បីយកវាមកបំពងអញ្ចឹងយើងធ្វើការវិសវាឲ្យសព្វល្អចឹងទៅណាពុកម៉ែបងប្អូននិយាយរួមទៅគ្មានអីស្រួលជាងធ្វើកំពឹសបំពងម្សៅនេះទេពុកម៉ែបងប្អូនយើងមានតែម្សៅបំពងម្សៅអីចឹងមកលាយគ្រឿងលាយអីចឹងទៅហើយយើងក្លែកមកមើលកំពឹសរបស់យើងវិញគឺថាវាបានក្រៀមអីគួរសមណាស់ហើយយើងប្រែវាមកឈាមទៀតចឹងទៅណាពុកម៉ែបងប្អូនបន្ទាប់ពីអស់មួយហើយគឺថាយើងបំពងវាមួយទៀតចឹងទៅអស់មួយចូលមួយអស់មួយចូលមួយនិយាយទៅគឺថាធ្វើអត់តអ្នកញ៉ាំទេណាពុកម៉ែបងប្អូនដាក់អស់តែម្ដងមិនតិចអាឡំប្រុយចេះផងហើយបានកំពឹសយើងនឹងទៀតឆ្ងាញ់យកតែមែនតែនពុកម៉ែបងប្អូនអើយហើយនេះគឺថាវាបានឆ្អិនហើយយើងស្រង់វាដាក់ចានចឹងមកគឺថាកូនបើថតកាត់ទេណាពុកម៉ែបងប្អូនហើយនេះចង់បញ្ចប់ឲ្យពុកម៉ែបងប្អូនសូមអរគុណផងដែរពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់កូនបើសូមពុកម៉ែបងប្អូនជួយធ្វើការចុច like Subscribe និងអ្នករូបសញ្ញាកណ្ដឹងផងណាសូមអរគុណ